នាងប្អូននេះប្រហែលថ្ងៃមុននោះមេជាភ្លៀងណាដល់ពេលមេភ្លៀងស្ញោរមកកដោហើយថ្ងៃនេះបាន2ថ្ងៃថ្ងៃក្តៅអញ្ចឹងវារត់មកកន្លែងថ្ងៃមុននេះកន្លែងបើថ្ងៃគឺមកខាងនោះមានទេរត់មកកន្លែងថ្ងៃហ្នឹងមកអញ្ចឹងមិនថាកដោពុទ្ធការកម្ដៅហ្នឹងមិនមែនអត់ត្រូវការកម្ដៅទេអញ្ចឹងកន្លែងណាគេមានថ្ងៃល្អហ្នឹងគឺត្រង់កន្លែងថ្ងៃល្អគឺកដោនឹងមករឿងមកហើយហើយយ៉ាងច្រើនដូចពូគាត់ចាំអញ្ចឹងណាក្រៅពីមុខរបរដែលគាត់ចាំកដោគាត់មានគាត់កាន់មានសិនត្រូវកាន់ទៀតគាត់មានចិនដៃមួយនេះគាត់លក់សាមុនគាត់រីកចម្រើនការចាំកដោទៅគាត់បានទិញម៉ាស៊ីនមួយម៉ាស៊ីនហ្នឹងគឺលក្ខណៈគ្រួសារណាបាទហ្នឹងរួមសំគាត់មានកាន់ទៅបន្ថែមគាត់មានអញ្ចឹងទៅបាទហើយធំទៅគាត់4-5ធុងបាទគាត់ទៅចម្រើនដែរបាទហើយទៅមើលរោគមួយខ្ញុំមក2ធុងមក2ធុងបាទនេះបងប្អូនធុងនេះក៏ក្រៅលោនេះធុងនេះបាទនេះធ្វើនេះដាក់សាមុនបាទសាមុនហ្នឹងក៏ល្អបងណែនមកគាត់នេះសើពួយធ្ងន់មកគាត់នេះបាទនេះហើយជាយើងអ៊ំទូបានគាត់លក់បាទនៅមួយថ្ងៃទៀតដូចជាបាទ10ថ្ងៃជាងទៀតបានលក់ទាំងទីផ្សារខែនេះវាពិបាកបន្តិចបងប្អូនវិញកដោបព្រៀងចាំមិនសូវកើតទេគណៈត្រូវព្រៀងខ្លាំងវាសូវកើតណាបាទវាទៅតិចទាំងស្លាប់ខ្លះទៅអីទៅបាទមិនចេះថាចង់ដៃពូជមើលបងប្អូនចង់ដៃពូជប៉ុន្តែបើគាត់នៅល្អគាត់ថែបានល្អបើគាត់បាទហើយមើលត្រង់នោះមួយទៀតមួយខ្ញុំបានបាទហើយគាត់សត3ត្រង់បងនេះ3ត្រង់នេះតែកន្លែងគាត់ថ្ងៃល្អនេះធំជាងគេនេះបងប្អូនធំជាងគេនេះកន្លែងបងប្អូនហើយមើលវាឡើងយកកម្ដៅថ្ងៃបងប្អូនឡើងកម្ដៅថ្ងៃបាទវាឡើងអែថ្ងៃកន្លែងនេះអែថ្ងៃកន្លែងថ្ងៃចេញមកអញ្ចឹងវានៅក្តៅទៅបាទហើយកដោបងប្អូនចំណាំមើលតែតិចគឺវាចង់ស៊ីចំណីឯងហើយដល់ពេលមិនក្តៅហ្នឹងបងប្អូនចំណីដាក់ទៅអស់មកនេះបាទដាក់អស់ហ្នឹងហើយអញ្ចឹងហានិភ័យណាបងប្អូនកដោតែតិចខ្លាំងគឺអត់ស៊ីចំណីហើយអាចជួបនឹងគ្រោះថ្នាក់ហ្មងបាទអាចស្លាប់បាទនេះធំជាងគេបងប្អូននេះប្រហែលជា5-10ថ្ងៃ1-10ថ្ងៃទៀតនឹងបានចាប់លក់នេះប៉ុន្តែប្រហែលជាគាត់ទុកយកពងពូជសិនហើយបងប្អូនចង់ទៅចាក់ទៅវាមកគាត់ទៅមកគាត់មកបាទគាត់មានពងពូជលក់ឲ្យហើយបាទទូរស័ព្ទគាត់088 789 2466ទូរស័ព្ទគាត់បងប្អូនចាក់ទៅមកគាត់មកបាទ